រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានបុរសពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វដល់ថ្ងៃរសៀលគង់ភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់បុរសទីមួយថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះបុរសទីពីរឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើម្ដេចនឹងបានសត្វដូច្នេះត្រូវអញរើកពីពេលមាន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាត់ក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកាសប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវរើកពីដេកលុកមុខស៊ីស្លាហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តានមួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហាមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាគុំរលះរលាំងធ្វើអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាមើលចុះមិនជឿខ្ញុំថាគុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ហាក់ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅដែលបានក្តានក៏ប្រញាប់យកទៅជូនសុភាសេកហើយជំរាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវិក្តីនេះគង់តែមកដល់លោកដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសេកបានសាច់ក្តានហើយឆ្លើយថាឯងទៅរកស្លាមលោកមកឲ្យឆាប់ឲ្យតាន់ព្រឹកនេះបើវាមកប្តឹងអញបង្កប់អីចឹងដែរបើវាមកមិនតាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយញីឯងប្រញាប់ទៅចុះឯអ្នកដែលដាក់អន្ទាក់លើគល់ឈើលុះវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្កប់សេចក្តីដូចបង្កប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំបានពុំតាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយសួរថាមានដំណើរអីបានជារត់ដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកឲ្យអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅចុងឈើជាប់ក្តានមួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះ
បានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទន្សាយឆ្លើយថាហើយកុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អរលុះដល់ថ្ងៃរសៀលសុភាទន្សាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្ល៉េះក្តីចាញ់គេហើយសុភាទន្សាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហាឡើងស៊ីស្លឹកអំពើសុភាសេកថាពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពើទេសុភាទន្សាយឆ្លើយថាពីជីដូនជីតាពីម៉ែពីបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសត្វជើង4ផងដែលឮទេអស់អ្នកស្រុកនោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទន្សាយក៏កាត់សេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកល្មោកចំនួនសាច់ក្តានក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលុបកណ្ដោលៀបឥតខ្មាស់វិនិច្ឆ័យច្បាប់រឿងខ្ចប់កាលពីព្រេងនាយមានចោកត្រោសធំមួយដល់ខែលំហើយវាដារោគត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភពមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចោកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាលិចោកថាដូច្នោះហើយក៏និយាយលួងលោមចោកថាយើងទាំងអស់គ្នាសុទ្ធតែចំណីបងចោកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភពណាស់បងឯងស៊ីយើងទាំងភពដូចនេះមិនឆ្ងាញ់ពិសាទេចោកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចោកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចោកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្ល៉េះកំពឹសថាបងចោកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចោកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកនាក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួរឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចោកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរោមចោកទៅលុបទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចោកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចាប់ឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចោកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចោកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចោកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំទូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហាគ្មានសេះសល់បន្តិចបបួលគ្នាមកបាច់ទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាច់សត្វក្នុងបឹងដឹងថាចោកបបួលគ្នាបាច់ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឬគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងនាលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់នាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណា
ត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឬទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបើអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រាសក្តានជ្រូកពស់ធំពស់តូចទាំងសត្វហាគឺកុកគ្រាបង្គាខ្យងទុំក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនឹងបានចាប់អស់ត្រីអណ្ដើកកន្ធីស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីកេរ្តិ៍ឈ្មោះទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណតារាបដល់អស់ជីវិតឯទន្សាយយឺត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាច់ជើងទ្រង់ប្រមុំជើងអកកាប់ក្បាលឆ្កែចោលដល់ភ្លុកដំរីស្អស់សត្វយីថាសម្បុត្រព្រះឥន្ទដូច្នោះភ័យណាស់ផ្អើលបោជន់គ្នាពៀនលើដំរីក្របីរមាសរមាំងស្ទុះបោទៅជន់លើពោះថ្លានជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លីទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទនសាយទុកសុភាទនសាយជាគ្រូបាអាចារ្យទាំងអស់អណ្ដាតជាអតិកន្លងស្លាប់ផងរស់ផងពីព្រោះអណ្ដាតរឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពីរនិងពស់ឥតមានពីរទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្ស2នាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកពស់ឯនាងនីយគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងលីដឹងចូលព្រៃបានឃើញអ៊ូសមួយធំនាងនីយកដឹងពស់អ៊ូសលុះពស់យូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនីលពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅពស់កេងកងឬនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអ៊ូសទៅផ្ទះជាមួយនឹងនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រន្ធពស់ហៅថាពស់កេងកងឲ្យនាងនេះឲ្យហៅឯពស់កេងកងលឺហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញាប់អស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំពីរ3ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់
នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ជិតភ្លឺទើបពស់កេងកងលានាងនេះទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហើយអ្នកសឹមអ្នកមកពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងឲ្យនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតឲ្យថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាម2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរុនមកហើយចេះតែទៅមកតែសប្ថ្ងៃនាងនេះសហាយនឹងពស់កេងកងតតែផើមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាមវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សហាយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពស់នោះទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងលឺហើយឆ្លើយថាអេតអេតឲ្យថាអញមិនទៅឪពុកអេតនៅកាត់អញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាម2-3ឆ្នាំមិនទាន់មកដល់ពស់កេងកងឬនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកពីជួញអង្កាមមែនក៏ទៅដូចសប្ថ្ងៃឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេតកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក់មួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនយកទៅពន្លះពន្លត់ស្បែកចោលហើយផ្ដាំនាងអេតថាគុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងជាប្តីកាប់ពោះសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកសូរទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសមខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីសើមីអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសំយកមកស៊ីបាយការនាងអេតដួសសំមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាបោលថាកលៅក្លែមខ្លំលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយឬក្អែកបោលដូច្នោះក៏មើលទៅលើមេឃពុត្រាឃើញក្បាលពស់កេងកងលើមែកឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសមក្តៅឬកូនចៅរលោងទឹកភ្នែកឯក្អែកនោះចេះតែបោលថាក្លៅក្លែមខ្លំលេបសាច់ប្តីឯងក្បាលដាក់លើដើមពុត្រាកន្ទុយដាក់លើស្កាក់នាងនេះមើលទៅលើស្កាក់ឃើញកន្ទុយពស់កេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដហើយក៏នឹកភ្នក់ក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផាមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា
ទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពស់នាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះឃ្លាតឆ្ងាយណាយចិត្តរឿងគង់ហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះអាងអាមមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាលប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញដៃញជើងរៀកនោមព្រោះភ័យណាស់នាងអាំនឹងនាងគុំខំព្រួតគ្នាវីខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវីខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរូងឈើមកយកដំបងវីខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវីងាប់ហើយធ្វើជាមកវីថែមទៀតប្រុសអីកំសាក់ញីដូច្នេះអ្នកគង់ជាបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវីខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវីខ្លាតតែស្លាប់ហើយអ្នកគង់ក៏បានបោចវលេចចង់ខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពីពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នេក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវីខ្លាតែស្លាប់អ្នកគង់ប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោលរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវីខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវីខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្ងៀតគុណដូច្នេះបានជាវីវាបានហើយអ្នកគង់ធ្វើជាលោតគុណវីខ្លាឲ្យអ្នកស្រុកមើលឲ្យអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវីខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសិទ្ធគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានវាស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសិទ្ធដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថៃអត់បាយប្រពន្ធទាំងពីរអ្នកចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបើហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសិទ្ធឥឡូវនេះបងខ្លាចសិទ្ធនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានពេលលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធ
ជីខាងក្រោយមានរេពលហែហំអំមុខក្រោយជាក្បួនតបត្រៀបត្រាពីពេញលុះជីទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកាសគង់ហ៊ានភ័យណាស់លេចអាចលេចនំញដៃជើងដូចគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចូលដូច្នោះគិតស្មានថាមេតបនេះពូកែណាស់ក៏បាក់តបចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាម៉ឺននឹងរេពលកោតខ្លាចអស់នាម៉ឺនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតបអ្វីក៏លេចលាមកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាបានមានតែដោះទុកសត្វលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអស់នាម៉ឺននឹងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះតបត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយុស័ក្តិជានាម៉ឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នេអ្នកឈ្មួញជួញលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមុជទឹកឬដើរងូតសោះអស់រិះលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានយូព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសុំទ្រង់គំរួយព្រះរាជហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេឲ្យឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នេមហាជនបានឬថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមកប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាយីសូសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺប្រឹងលោតឡើងដូចគេប្រហោកក្នុងប្រគៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានយុសក្ខីឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនសំណាបយោងដីស្រីយោងប្រុសរឿងពាក្យសុភាសិតតម្លៃ30ដំឡឹងកាលពីព្រេងនាយមានជន2នាក់ប្តីប្រពន្ធ
បរោះជាប្តីបានឃើញគេរៀនរបៀនពូកែចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឬគេថាទីត្រង់ណាមានអ្នកចេះរបៀនអាគមគេថាពូកែក៏ទៅរកត្រង់នោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីបរោះនោះឆ្លើយថាតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀន3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បរោះនោះថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់ថារពើសដៃផ្ទៃឆ្អែតដេកយប់គុំនិយាយនឹងស្រីឃ្លានគុំអាលស៊ីបរោះនោះស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបរោះនោះវិញបរោះនោះក៏លាតាចាស់នោះវិលមកស្រុកវិញមាត់បរោះនោះចេះតែទន្ទិញរបៀន3បទនោះចប់តែតាមផ្លូវមកពុំមានភ្លេចលុះដើរឆ្ងាយបន្តិចមកជួបនឹងសំពៅឈ្មួញមួយបរោះនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបរោះនោះតាំងពីចុះមកនៅក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលៀងជួយថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននីសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពៅអញកាលណាមកគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បរោះនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរាល់ថ្ងៃរៀងមកឯបរោះនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនីសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពីសុទ្ធតែចំណីស្រាបាយទុកឲ្យយៈវាមកស៊ីឯអ្នកសំពៅការដល់វិហារនោះក៏ចតសំពៅឡើងទៅលេងឃើញចំណីទាំងនោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាខានតែបរោះម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពើសដៃផ្ទៃឆ្អែតដេកយប់គុំនិយាយនឹងស្រីឃ្លានគុំអាលស៊ីដោយគិតថាចំណីអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលបមើលលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាហ៊ានមកស៊ីចំណីអស់នេះយៈថាហើយក៏ប្រើដំបងមកវាមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញហើយយៈកាច់អស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបរោះឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បទហើយគិតថាបើអញស្រែកក្រែងយៈឬវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវាស់ឡើងយៈភ័យណាស់រត់ចោលដំបងទៅបាត់ទៅបរោះនោះបានដំបងវីឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បរោះនោះយកដំបងទៅលាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះប្រពន្ធសួរប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទើបនិយាយបាន
ប្រពន្ធចេះតែអបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់គុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធសួរថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់ពាក់កណ្ដាលផ្លូវបានដំបងវាឯងទៀតប្រពន្ធសួរថាឯងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមចិន្តាយកថ្មគ្រប់ថាហើយក៏ដេកលក់ទៅសហាយលោកស្ដាប់ឮហើយក៏ទៅក្រោមចិន្តារើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហាមស្រាងឡើងបុរសនោះរើពីដេកចុះទៅរកដំបងពុំឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួងអញតតែអញប្រាប់ឥឡូវនេះមនុស្សឬវាលួចយកដំបងបាត់ហើយប្រពន្ធឮហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេជេរថាអាកំព្រើតាំងពីដូនតាមកនរណាដែលឃើញដំបងវីឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុកដល់ទៅលោកយមរាជអ្នករាជការគ្រប់ក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់នាម៉ឺនថាមែនបានគេថាមានប្រឡាយបានទឹកវាហូរមានសម្រាមបានឆ្កែវាជុះអស់នាម៉ឺនគុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានបន្ទូលប្រាប់បរោះឋានហើយវើទៅផ្ទះចុះកាលណាអញប្រើឲ្យគេទៅហៅសឹមមកបរោះនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញក្រោយពេលបរោះនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាស្ត្រថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរាំ3ថ្ងៃ3យប់ឲ្យបណ្ដារាស្ត្រមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាស្ត្រសឹងតែចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដប់ដែលសម្រាប់តែស្ដេចអស់រាស្ត្រនិងនាម៉ឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនឹងប្រពន្ធអ្នកឯងលាប៉ុន្តែឲ្យអ្នកឯងនៅផ្ទះគុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបបង្គំទូលស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលៀបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលៀបហើយទៅមើលល្ខោននឹងគេចោះឯប្រពន្ធឬប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលៀបផងដូចនោះអរពុនពេកដោយពុំបានដឹងក៏ជាគេចាប់ក៏យកប្រេងទៅឲ្យសហាយលៀបផងហើយបណ្ដាគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្រអូបប្រេងនោះទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាស្ត្រដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាម៉ឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សឯទៀតមិនធំសោះធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលាបប្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងរាំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនឬបុរសនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសហាយនោះថាឯងបានទៅលួចដំបងចៅនេះមែនឬសហាយនោះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសហាយទាំងប្រុសស្រីនោះ
ទៅដាក់ច្រវាក់ធ្វើទោសបុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសហាយនោះអរណាស់សំពះសូមទោសរួចវិលទៅវិញឯបុរសម្ចាស់ដំបងថ្វាយដំបងទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវីឯងនេះថ្លៃណាស់ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អំបៅនោះទៅឃើញកាំបិតបន្ទុះមួយចាស់នៅក្រោមឃ្លាំងក៏យកកាំបិតនោះនឹងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់នាមិនគេខ្មាស់ទេយាបុរសនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកឯកាំបិតច្រេះស៊ីបុរសនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយដទៃទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបឺនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តាមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបនយ៉ាងល្អឲ្យទាន់ព្រឹកនេះស្ដេចក្រសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីបានឬដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកាំបិតមួយដែលយកពីក្រោមបាតឃ្លាំងមកនោះបានរួចស្រេចក្នុងយប់នោះហើយលាបនយ៉ាងល្អព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃឯមហាសេដ្ឋីលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មានមានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបុរសនោះគិតលបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឬកូនស្រែកដូច្នោះក៏ខាត់ថាកូនដេកទៅគុំនិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងខាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយថាមិនបានពណ៌ដៃជើងឡើយមហាសេដ្ឋីខាត់សុំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមនៅពុំព្រមយកហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាម៉ឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ស្ងៀមទៅបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជួនត្រូវលើវេនចៅហវាទៅដេកថ្វាយស្ដេចកាប់ចៅហវានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះ
ទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធលោកយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួសគេយីដូច្នោះក៏ទៅជំរាបចៅហោវាឲ្យហៅបុរសនោះទៅហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់យកមកពាក់រួចហើយក៏លីកាំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់លុះទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកចិត្តក៏ស្ទុះចូលទៅចាប់ស្ដេចនោះជាប់ហើយក៏ចាក់នឹងកាំបិតបន្ទោះបង្ខុសពី3ដងហើយសួរថានរណាចូលមកទាំងយប់នោះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បង្ខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះសួរដេញដល់ដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅហោវាស្ដេចទ្រង់ជ្រាបទ្រង់ញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបុរសនោះលីកាំបិតចេញពីក្នុងវាំងមកផ្ទះចៅហោវាអ្នកផងឃើញហើយឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញចៅហោវាសួរបុរសនោះក៏ជំរាបតាមដំណើរសពគ្រប់ហើយជំរាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាកាច់ទេត្បិតទ្រង់ពិសោធន៍រកមនុស្សប្រាជ្ញចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទើបស្ដេចទ្រង់កាប់ចុះបើសត្រូវចូលទៅលុកលុយស្ដេចហើយយើងដេកលក់នោះតានឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទើបភ្ញាក់ខ្លួនគ្រប់គ្នាចៅហោវានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនេះមានគុណធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះចរាទៅទ្រង់ពុំមានព្រះរាជបុត្រនិងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចទៅពាក្យពិតមិនចេះស្លាប់រឿងមាយាស្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលុបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឬដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាឲ្យបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោរឲ្យប្តីនាងឯងស៊ីទៅវាស្លាប់ហើយ
មេនោះឬដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសូថាគេឲ្យបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមាន់ក្រាបមកឲ្យប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោហើមមេនោះអរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឬធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពីងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពីងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះឬថាចង់ស្លាប់ដូច្នោះអរណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបន់អ្នកតាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលីនឹងទឹកក្តៅនេះប្រពន្ធឬប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពីងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោហឺទៀតមេនោះវិលពីដងទឹកមកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដូចគេដកចេញពីពីងមកក៏អន់ខ្សឹបថាអ្វីក៏មិនអន់ទៅវាមិនទាន់ទេអានោះឆ្ងក់ដែលមេនោះយកដៃទៅចាប់ច្រមុចទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពីងមកគ្រប់ហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហាមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូរឲ្យព្រែគេយកមកហាលជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាជើមេនោះមានណាស់តើយប់នេះយើងទៅលបលួចវាឲ្យបានគុំខានសប្ថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាលសម្ពុតហូរអាវព្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចង់រឹករូតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោលចូលលួចមកសែងយកទៅឯចោលទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទេសឃើញតែពីងមួយចង់មាត់ជាប់បើកពុំរួចចោលទាំង4នាក់និយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពីងនេះហើយបើដូច្នេះត្រូវយើងសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូបមើលអាមួយលូកដៃទៅត្រូវសក់ថាវើយសូត្រដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចៅបានចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចំរោមចាប់វាឲ្យវារៀងគុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពុងរកទិញអីវ៉ាន់ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅមេនោះ
ដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោរទាំង4នាក់នោះចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថានហើយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនីសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទារប្រាក់បានចែកគ្នាចាយលេងចោរទាំង4នាក់ឮថាវាទៅទារប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោរទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោរទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនីសំពៅលក់ចោរទាំង4នាក់វាថាចោរនេះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនីសំពៅថានោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅគុំឲ្យវារត់បាននីសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណែននីសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃហៅចោរទាំង4នាក់ចោរទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនីសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រផ្លូវនោះឯចោរទាំង4នាក់លុះនីសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជឿមេនេះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោរទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចោល3នាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នាចោលម្នាក់ឡើងទៅក៏ជួបនាងនោះនៅលើចុងឈើអាចោរនោះថាអីហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាញហើយអន់ខ្សឹបថាណាហើយអ្នកគុំស្ដីគុំឲ្យអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកគុំធ្វើបាបខ្ញុំធ្វើអ្វីអាចោរលីដូច្នោះក៏មិនស្ដីខិតចូលទៅចិត្តលោកអបគៀកមេនោះហើយថាអើប្អូនឯងហើយប្រាជ្ញាធំបញ្ឆោតខ្ញុំ2-3ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយើងនិយាយហើយក៏អបតាមចិត្តមេត្រីមេនោះពុំបំរាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយអាចោរនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្ពឹកឬឲ្យបងធ្វើម្ដេចមេនោះថាបងស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលិតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអន់ទៅរកអាចោរនោះឯអាចោរលិតអណ្ដាតមេនោះហើយលៀនអណ្ដាតឲ្យមេនោះលិតវិញមេនោះខំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកតែឡឯចៅ3នាក់គិតស្មានថាងីសំពៅចោមចាប់ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាយើងរត់នីសំពៅដេញហើយអាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នោះនិយាយមិនច្បាស់ឬតែលោគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយទៅអ្នកមានប្រាជ្ញាតែងនាំអាត្មាឲ្យសុខចម្រើនរឿងអាកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរាវមួយ
ដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅម្ដាយខាត់ថាកុំឯងស៊ីអីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់កាសចាយកូនលឺម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសប្តាហ៍ថ្ងៃពុំមានភ្លេចមានការមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានប្រាក់ច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឬកូននិយាយប្រាប់ដូច្នោះសួរថាមានប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចប់ជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នឹងបាត់អស់ទៅឯម្ដាយយីកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនជាអាហារបបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំងរោយដៃរោយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលុះម្ដាយចាំកូនយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះសួរទៅបងថាដំណើរដូចម្ដេចបានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញនៅចាំក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចង់មាត់ការុងជាប់ល្អហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោចបើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយវិញថាក្បួនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់ទៅរកក្បួននឹងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកើតឃ្លុងម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើនិយាយថាអញមកដំឃ្លុងក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចសេះជាហើយមនុស្សឃ្លុងឮអាកុហកស៊ីថាដំឃ្លុងក្នុងការុងដូច្នោះដោយខ្លួនកាត់ឃ្លុងក៏សួរថាដំឃ្លុងក្នុងការុងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកាត់ឃ្លុងគេឲ្យតបក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិចមនុស្សឃ្លុងក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងបោះខ្លួនមើលហើយប្រាប់ថាជាឃ្លុងហើយអាកំឡុងឬពាក្យអាកុហកស៊ីថាដំឃ្លុងក្នុងការុងជាដូច្នោះក៏និយាយថាឲ្យគ្នាដំឃ្លុងផងអាកុហកស៊ីឬដូច្នោះអរណាស់គិតថាអញអស់ស្លាប់ហើយបានជាអាកំឡុងស្លាប់ជួសអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាឃ្លុងឆាប់ត្រូវការត្រណមឲ្យជាប់គុំនិយាយស្ដីនឹងអ្នកណាឲ្យសោះ
បាននរណាមកសួរក្តីមកជេរមកវីដូចម្ដេចក្តីត្រូវគុំនិយាយគុំស្ដីខំកាន់ត្រណំឲ្យខ្ជាប់ទើបបានជាឆាប់អាគំលងឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការរងអាកុហកស៊ីចង់មាត់ការរងជាប់ហើយរត់បាត់ទៅមានោះរោគតម្រាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដើរវាអាគំលងដោយស្មានថាជាអាកុហកស៊ីអាគំលងខំអត់ព្រោះចង់ជាឃ្លងលុះវីធាអស់ចិត្តហើយមាននោះក៏លើកការរងបោះទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់រួចពីនេះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើងហើយលើកកាសឡើងបង្ហាញថាអញមុជទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនប៉ុន្តែយកមកមិនរួចយកបានតែមួយត្រណោតមកអាកុហកស៊ីឬដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចុះទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញហើយងើបឡើងនិយាយទៅនឹងអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងអំបញ្ញមិញបានឃើញគេលេងបៀប៉ោធូកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទារពីគេថាឲ្យមកទារយកពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំចង់តែទារគេខឹងនឹងខ្ញុំគេវីខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដារកស៊ីកុហកគេតាំងពីថ្ងៃនោះទៅបន្លាមុតយកបន្លាជុះ